តោះវគ្គខុកឃីងឲ្យខ្លួនឯងខុកឃីងឲ្យប្តីរួចឥឡូវវគ្គយើងខុកឃីងឲ្យខ្លួនឯងអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចង់ញ៉ាំសម្លម្ជូរគ្រឿងគឺខ្ញុំកំងឲ្យខ្លួនឯងកំងឲ្យខ្លួនឯងខុកឲ្យខ្លួនឯងទៅបានញ៉ាំហើយបើប្តីខ្ញុំជូនជាតិគេគាត់មិនចេះខុកអញ្ចឹងចង់ញ៉ាំម្ហូបខ្មែរត្រូវតែធ្វើខ្លួនឯងហើយសម្លម្ជូរគ្រឿងមកកូនចាននេះនិយាយទៅចំណាយពេលតែ5នាទីទេលឿនហ្មងជូរជាងគេគឺយូរតាកាន់គ្រឿងបុកគ្រឿងបើស្លគឺលឿនដោយសារខ្ញុំស្លដាក់ទឹកក្តៅហើយថ្ងៃហ្នឹងទៅផ្សារទៅឃើញតកួនរៀងស្រស់ស្រស់ដែរក៏នឹកឃើញស្លម្ជូរគ្រឿងញ៉ាំម្ដងទៅហើយគ្រឿងហ្នឹងគឺយើងកិនដាក់នៅក្នុងព្រីសឲ្យហើយទៅថ្ងៃណាយើងចង់ស្លចង់អីយើងយកចេញមកឲ្យហើយទៅហើយសាច់គោរបស់ខ្ញុំហ្នឹងក៏នៅក្នុងព្រីសដែរចឹងយើងយកចេញមកដុំមកហើយសាច់គោហ្នឹងកុំស្លយូរពេកតែយូរពេកគឺស្វិតហើយវគ្គមកប្រលេះតកួនមួយបាច់ហ្នឹងអស់$10ជាងប្រលេះបានតែមួយក្តាប់ទេហើយគ្រឿងរបស់ខ្ញុំនេះគឺមាននៅក្នុងនឹងស្រាប់មានម្ទេសក្រៀមហើយនឹងប្រហុកហើយនឹង7ទុំចឹងវគ្គយើងមកឆាគ្រឿងឲ្យវាឈ្ងុយហើយយើងដាក់ប្រហុកបន្ទាប់ហើយយើងដាក់សាច់ចូលបន្ទាប់ហើយយើងអីគេបង់គ្រឿងទៅម្សៅស៊ុបខ្នំអំបិលប៊ីចេងស្ករទៅបន្ទាប់រួចគឺខ្ញុំស្លចាក់ទឹកក្តៅគ្រប់ម្ហូបខ្ញុំទាំងអស់មិនថាឆាមិនថាស្ងោរមិនថាធ្វើអីក៏ដោយខ្ញុំចាក់ទឹកក្តៅដាំទឹកក្តៅឲ្យវាពុះទៅចឹងចូលមកចាក់ទៅវាធ្វើឲ្យម្ហូបយើងវាឆាប់ឆ្អិនឆាប់បានញ៉ាំហើយទី2ហ្នឹងវារក្សារសជាតិខ្ញុំមិនដឹងថាបងស្លចាក់ទឹកត្រជាក់ខ្ញុំមិនដឹងសម្រាប់ខ្ញុំគឺខ្ញុំប្រើតែទឹកក្តៅទេចឹងម្ហូបយើងគឺធ្វើលឿនណាវាឆាប់ឆ្អិនណាហើយវារក្សាគុណភាពឥឡូវឆ្អិនរួចរាល់ហើយនេះបងដូចខ្ញុំនិយាយចឹងស្លតែ5នាទីហើយពីមុនវិញអើយស្លចូលចិត្តណាដាក់ឆ្នាំងនិយាយថាហៀមួយឆ្នាំងតាមម្នាក់ឯងតែស្លវិញលោបលាន់ឥឡូវនេះដូរកម្មវិធីខុកឃីងហើយធ្វើតែមួយចានញ៉ាំខ្លួនឯងទៅធ្វើដូចយើងធ្វើម្ហូបកំងពេលបងទៅរេស្តូរ៉ង់យើងកំងឲ្យគេស្លមួយឆ្នាំងភ្លើងនឹងប្រមាណ30,000លុយខ្មែរ50,000លុយខ្មែរអញ្ចឹងតាមសាច់តិចសាច់ច្រើនបើយើងចង់បានសាច់ច្រើន extra យើងឲ្យគេដាក់សាច់ឲ្យច្រើនទៅគេគិតលុយតាមហ្នឹងឥឡូវឆ្អិនរួចរាល់ហើយណាបើនិយាយរសជាតិវិញអូឆ្ងាញ់ណាស់យើងប្រើគ្រឿងច្រើនហើយយើងប្រើទឹកខាប់និយាយថាអូឆ្ងាញ់ណាស់ my love អើយហើយវីដេអូនេះមិនដឹងតាំងពីសតវត្សមួយណាទេចូលមកកាត់តដាក់ផឲ្យបងលេបទឹកមាត់ទាំងអស់គ្នា hope you like it ចូលមក office បន្តិច short video តោះអញ្ចឹងសម្រាប់ចិត្តសម្រាប់បេះដូងទាំងអស់គ្នាសម្រាប់ចូល stock ហ្នឹងណាសម្រាប់ចូល stock ហ្នឹង my love អញ្ចឹងស្រោតណាអញ្ចឹងបងណាចង់ស្រក5ផោន10ផោន20ផោនសាក់ពីមុខនេះនាងខ្ញុំណាភ្ញៀវថ្មីសាក់ឈុតតូចនេះឈុត$170ផ្លោះបាន free shipping ជូនបងកំងឥឡូវបញ្ចុះបាន$10ឈុតនេះគឺបងញ៉ាំបានមួយខែកន្លះសួរថាមួយខែកន្លះស្រកបានប្រហែលផោន5ផោន8ផោន10ផោនទៅ14ផោនបញ្ជាក់តាមរាងកាយរបស់ជើងញ៉ាំស្រកឲ្យសាច់ទីងឡើងតឹងឡើងហាប់ណែនអត់មានជាធ្លាក់ឲ្យស្បែកវិញឡើងភ្លឺពេលយើងធាត់លុះជាតិខ្លាញ់មានជាតិពុលអាជាតិពុលហ្នឹងវាទៅបំផ្លាញស្បែក skin សម្រាប់របស់ជើងកន្លែងហ្នឹងគឺបងអត់ដឹងទេណាចាទី1បំផ្លាញសុខភាពទី2ទៅបំផ្លាញសម្រាប់ស្បែក skin របស់ជើងទៀតអញ្ចឹងបងដែលធាត់ទី1ដាក់គោលដៅ Don't look easy way ភ្ញៀវគាត់ឆាចូលផាច់អូយបងចង់ស្រកចង់បានរាងស្អាតដូចអ្នកលក់អូយខ្លាចញ៉ាំទៅធ្វើទុកព្រមអត់កើតគ្មានថ្ងៃបានស្អាតទេខ្ញុំមិនជាអត់មានបានអីមកស្រួល easy ណា My love Don't look easy way ទី1ដាក់គោលដៅហើយខំប្រឹងដោយខ្លួនឯងអត់មានបានអីមកស្រួល easy អ្នកដែលគេស្អាតរាងស្វែលហ្នឹងសួរថាពួកគាត់នឹងលះបង់អីខ្លះអ្នកខ្លះថ្ងៃញ៉ាំអាហារតែមួយពេលទេសុកចិត្តប្រអត់ខ្លួនធ្វើបាបខ្លួនដើម្បីមិនដើម្បីរៀងស្អាតអញ្ចឹងអ្នកដែលគេរៀងស្អាតសាច់ស្អាតគឺគេលះបង់ខ្លាំងណាស់មិនមែនអត់ធ្វើអីសោះបានស្អាតបានអីគឺអត់ទេ Don't look easy way អញ្ចឹងមនុស្សស្រីយើងគូសំខាន់ណាស់រាងកាយរឿង body ចាតែងខ្លួនឲ្យស្អាតទៅគឺជាក្តីសុខរបស់យើងហុងស៊ុយរបស់យើងបងត្រូវចាំមនុស្សស្រីស្អាតតែងតែមានហុងស៊ុយមនុស្សស្រីដែលស្អាតតែងតែមានសំណាងតែងខ្លួនឲ្យស្អាតធ្វើតាមសមត្ថភាពជុំមានសមត្ថភាពតែងខ្លួនឲ្យស្អាតកុំបោះបង់ខ្លួនឯងចោលឲ្យសោះខ្ញុំផ្ដាំនៅកន្លែងតាមសមត្ថភាពជុំមានតិចជុំធ្វើតិចសំខាន់គឺយើងមិនបោះបង់ខ្លួនឯងចោលចង់ស្អាតឡើងមកវិញពីចុងក្បាលដល់ចុងជើងបងដែលធាត់ដាក់គោលដៅសម្រកបងដែលជួមមកធ្វើការព្យាបាលទៅបានស្បែកមុខស្អាតឡើងមកវិញខ្ញុំបញ្ជាក់ណាប្រើមួយដឹងមួយច្បាស់លាស់ចំក្នុងគោលដៅបងដែលជួមប្រើឈុតព្យាបាលជួមបងដែលជួមមកប្រើឈុតចិញ្ចឹមបំពង់ថែរក្សាស្គី